ជាប់មេតិកា digital អីជាដើមលេខមកមើលខាងស្ដាំនេះតលើរឿងចែកកាប់ជាដែលកំពុងតែលេចឡើងហើយជានឹងមានសក្តានុពលខ្ពស់ទៅថ្ងៃមុខដូចជារឿង AI រឿងបញ្ញាសិប្បនិម្មិតយើងឌឺច្រើនមកហើយរឿង automation ខ្សែបត់កម្មហ្នឹងក៏ជួយវាបានច្រើនដែរហើយនឹងរឿងការកំពុងទិន្នន័យតាម cloud និងការពិទិន្នន័យយកមកប្រើប្រាស់សម្រាប់សហគ្រាសអញ្ចឹងយើងឃើញមានយើងកំពុងតែប្រើកំពុងតែមានសក្តានុពលហើយអាចមានសក្តានុពលទៅថ្ងៃខាងមុខតែសួរថានៅពេលដែលមានច្រើនអញ្ចឹងវានឹងលេចឡើងបញ្ហាអីសម្រាប់សហគ្រាសហើយដែលខ្ញុំសង្កេតឃើញហើយជាការកំណត់ហ្នឹងគឺថាអាចនឹងពិបាកសម្រាប់សហគ្រាសនៅក្នុងការ integrate ប្រព័ន្ធទាំងអស់ក្នុងបញ្ចូលតែជាក់ស្ដែងក៏មាន solution ដែលយើងហៅថាប្រព័ន្ធគ្រប់គ្រងធនធានសហគ្រាសឬក៏ ERP ហ្នឹងដែលក៏អាចចូលរួមចំណែកបានច្រើននៅក្នុងការឲ្យសហគ្រាសប្រើ ERP មាន integration ទិន្នន័យអីងាយជាងមុនទៅអញ្ចឹងកន្លែងនេះជារួមមកគឺយើងត្រូវការចាប់យកបច្ចេកវិទ្យាតែយើងក៏អាចនឹងជួបបញ្ហានៅពេលចាប់យកបច្ចេកវិទ្យាដែរហើយរឿងបច្ចេកវិទ្យាសម្រាប់សហគ្រាសជាក់លាក់សូមជូនទៅបទបង្ហាញបន្ទាប់ដែរលោកនឹងធ្វើបទបង្ហាញលម្អិតអញ្ចឹងពីខ្ញុំសល់តែមួយស្លាយចុងក្រោយលើការសន្និដ្ឋានអ្វីដែលខ្ញុំធ្វើបទបង្ហាញក្នុងបទនេះទេគឺយើងដឹងហើយបច្ចេកវិទ្យាកំពុងតែផ្លាស់ប្ដូរសកម្មភាពសង្គមសេដ្ឋកិច្ចហើយធ្វើឲ្យជីវិតយើងកាន់តែប្រសើរក្នុងរូបភាពជាច្រើនហើយយើងក៏កំពុងតែស្ថិតជាទៅរកសម័យ digital ពេញលេញដែរសកម្មភាពខ្លះទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលខ្ញុំបានបង្ហាញមុនហ្នឹងគឺយើងអាចមើលឃើញច្បាស់នៅផ្នែកហើយសកម្មភាពមួយចំនួនទៀតក៏នឹងលេចឡើងនៅពេលអនាគតដែលចង់ប្រហែលជាយើងត្រូវចាប់យកទៅទទួលយកវាហើយសម្រាប់ទីខាងរដ្ឋាភិបាលក៏លោកបានរួមចំណែកក៏បានកំពុងតែលើកកម្ពស់ការចាប់យកបច្ចេកវិទ្យា digital ដែលនិយាយជារួមឬក៏បច្ចេកវិទ្យាហិរញ្ញវត្ថុជា Delight ហ្នឹងគឺតាមរយៈការបង្កើតនៅក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធផ្សេងការប្រឹងប្រែងនៅក្នុងការពង្រឹងសេដ្ឋកិច្ចនិងសង្គម digital ដល់គ្រប់គ្រងចឹងសម្រាប់ព្រឹកនេះខ្ញុំមានបទបង្ហាញខ្លីប៉ុណ្នេះចឹងសូមបញ្ចប់បទបង្ហាញព្រឹកនេះហើយសូមគោរពអរគុណលោកទាវដែលចូលរួមចា៎នាងខ្ញុំសូមអរគុណលោកស្រីលីហុលសម្រាប់បទបង្ហាញយ៉ាងខ្វះខ្វាយជូនទៅអង្គពិធីជាកិច្ចបន្ទាប់នេះនាងខ្ញុំសូមអញ្ជើញលោកខួនសុផាតអគ្គនាយកនិងសហស្ថាបនិកនៃក្រុមហ៊ុនមរកត Technology ដើម្បីចែករំលែកលើប្រធានបទស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុហេតុអ្វីបានជាបច្ចេកវិទ្យាហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់សហគ្រាសធុនតូចនិងមធ្យមចាសសូមអញ្ជើញបាទដំបូងក៏សូមជម្រាបសួរទៅដល់លោកជំទាវផលម៉ារីណាដែលជាអគ្គលេខារងនៃកសតដូបាទហើយក៏អស់លោកដែលជាតំណាងខាងធនាគារជាតិដូចជាស្ថាប័នផ្សេងៗដែលចូលរួមជាភ្ញៀវកិត្តិយសក្នុងអង្គសិក្ខាសាលានេះបាទប្រធានបទខ្ញុំមែនទែនមានផ្នែកមួយចំនួនខាងលោកគ្រូលីធុលគាត់បាទគាត់បកស្រាយបានខ្លះហើយក៏ខាងអាដាមហើយនិងលោកជំទាវក៏បកស្រាយបានមួយចំនួនដែរអញ្ចឹងខាងខ្ញុំនេះផ្ដោតសំខាន់លើដំណោះស្រាយខាងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលសម្រាប់ SME ហើយយើងនឹងឆ្លើយតបទៅនឹងសំណួរសួរថាតើវាមានសារៈសំខាន់សម្រាប់ SME ឬក៏សហគ្រាសខ្នាតតូចខ្នាតមធ្យមរបស់យើងហ្នឹងយ៉ាងម៉េចខ្លះបាទអញ្ចឹងបើយើងងាកមើលតាក់ទងនឹងរឿង fintech ក្នុងស្រុកខ្មែរយើងបាទឬក៏យើងហៅដោយខ្លីបើនិយាយជាភាសាខ្មែរយើងបច្ចេកវិទ្យាហិរញ្ញវត្ថុមានពីរពាក្យដែលបូកចូលគ្នាគឺទីមួយគឺ financial ហើយនិង technology បាទបច្ចេកវិទ្យាបូកជាមួយនឹងខាងហិរញ្ញវត្ថុបាទមែនទែនគឺជាឧបករណ៍ដែលសម្រាប់យ៉ាងម៉េចបាទសម្រាប់ជួយឲ្យមានខាង SME ហើយឬក៏អ្នកដែលប្រើប្រាស់សេវាហិរញ្ញវត្ថុហ្នឹងមានសិទ្ធិខ្ពស់ហើយមានល្បឿនជាងមុនបាទល្បឿនលឿនមានសិទ្ធិភាពក្នុងការងាររបស់គាត់ហ្នឹងបាទយើងមានតួលេខសំខាន់មួយចំនួនដែរដោយសារធានបទនេះទាក់ទងនឹង SME យើងក៏លេខមើលរដ្ឋាភិបាលយើងសប្តាហ៍យើងផ្ដោតសំខាន់ណាស់សម្រាប់ជួយលើកស្ទួយទៅដល់ខាងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យមក្នុងស្រុកខ្មែរយើងវាព្រោះចូលរួមផ្នែកសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជាយើងដែលយើងអាចនិយាយបានថាបើ SME ក៏រាប់ទៅចូល 90% ហើយនៅក្នុងសហគ្រាសទាំងអស់ស្រុកក្នុងស្រុកខ្មែរយើង 90% បាទអញ្ចឹងជាកម្លាំងសេដ្ឋកិច្ចមួយធំដែរហើយដែល SME ក៏ស្រូបទាញដល់ 70% នៃកម្លាំងពលកម្មសរុបក្នុងស្រុកយើងដែរហើយបើនិយាយជាតាក់ទងនឹងផលទុនសរុបរបស់ GDP ក្នុងស្រុកខ្មែរយើងចូលដល់ 58% ដែរបាទអញ្ចឹងការដែលយើង
មានការប្រឹងប្រែងដើម្បីលើកស្ទួយហើយនឹងជួយទៅដល់ខាងសហគ្រាសខ្នាតតូចណាមឈុំស្រុកខ្មែរយើងគឺជាយុទ្ធសាស្ត្រមួយដែលយើងត្រូវតែធ្វើមិនមែនមិនគួរធ្វើទេគឺត្រូវតែធ្វើពីព្រោះកាលណាយើងជួយពួកគាត់ឲ្យមានការជឿនលឿនធ្វើការមានសុខភាពជាងមុនខ្ញុំជឿថាសេដ្ឋកិច្ចយើងក៏វាលឿនតាមនឹងពីព្រោះពួកគាត់រួមចំណែកធំមែនទែនក្នុងសេដ្ឋកិច្ចស្រុកខ្មែរយើងតែទោះបីជា SME ភាគច្រើនយើងមានរួមចំណែកធំក៏ដោយក៏ប៉ុន្តែក៏មួយចំនួនធំនៅតែមានបញ្ហាលំបាកក្នុងការចាប់យកនៅបច្ចេកវិទ្យាបាទជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុឬក៏ digital transformation នៅក្នុងស្ថាប័នរបស់គាត់បាទសួរថាផលលំបាកហ្នឹងយ៉ាងម៉េចខ្លះយើងអាចបាននិយាយថា 60% នៃសហគ្រាសហ្នឹងគឺគាត់ខ្វះលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានបាទទីទៀតខ្ញុំនឹងនិយាយហេតុអីបានគាត់ខ្វះលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានបាទវាច្រើនគាត់ត្រូវការ apply loan ឬក៏យកប្រាក់កម្ចីអីពិបាកនឹងយកបាទសហគ្រាសតូចនៅស្រុកខ្មែរយើងគឺព្រោះទៅធនាគារភាគច្រើនគេទាមទារឯកសារច្រើនត្រូវការមើលពីរបាយការណ៍ចំណូលរបាយការណ៍ហិរញ្ញវត្ថុរបស់គាត់មានស្តង់ដារអត់អីគេច្រើនហើយបើថាកន្លែងស្ថាប័នមួយចំនួនទៀតគឺកាលណាគាត់ចង់បានកម្ចីអីត្រូវមានបញ្ចាំដាច់ខាតនៅស្រុកខ្មែរយើងតែខ្ចីលុយត្រូវតែមានបញ្ចាំហើយដើម្បីធានាបានថាគាត់នឹងសងមកវិញត្រូវដាក់ប្លង់ដីប្លង់ផ្ទះអីមិនអាចត្រឹមតែមានជាព័ត៌មានហិរញ្ញវត្ថុឬក៏របាយការណ៍គាត់រកស៊ីចំណេញខាតហ្នឹងយកជាការបានទេបាទអញ្ចឹងអាចជាបញ្ហាប្រឈមមួយដែរហើយពួកគាត់ដល់ពេលគាត់អត់មានជាប្រព័ន្ធអត់បានប្រើបច្ចេកវិទ្យាទៅគាត់ពឹងផ្អែកលើសាច់ប្រាក់ទិញតើឲ្យលុយសុទ្ធភ្លាមឬក៏ឲ្យលុយមុនភ្លាមបានអាចទៅជាមួយគ្នាបានអញ្ចឹងពឹងលើ cash transaction ហ្នឹងខ្លាំងមែនតើមិនអាចកន្លែងខ្លះអត់អាចទិញជាពាក្យបានទេតើឲ្យលុយគាត់ភ្លាមបានលក់ដូរឲ្យយើងបានបាទហើយបញ្ហាប្រឈមមួយទៀតដែរដែលកន្លងមកដែលខាងពួកខ្ញុំធ្លាប់ជួបប្រទេសដោយផ្ទាល់ហ្មងយើងព្យាយាមលក់ solution ឲ្យទៅខាងស្ថាប័នតូចឬក៏សហគ្រាសខ្នាតតូចណាមធ្យមហ្នឹងចំណាប់ធំជាងគេគឺចំណេះដឹងខាងផ្នែក digital បាទទូកាលណាចំណេះដឹងខាងផ្នែក digital យើងនៅមានភាពខ្វះខាតទេយើងដាក់ solution ទៅដាក់ជា technology ទៅមិនមែនជួយគាត់ទេទៅជាពិបាកគាត់ថាបាទរឿងហ្នឹងគាត់ត្រូវធ្វើតាមមួយ plate ហើយគាត់ធ្វើដឹងกระดาษឬក៏ធ្វើដោយដៃលឿនជាង ប្រើ system ពួកគាត់ប្រើ system គាត់ត្រូវរៀនសូត្រច្រើនបាទដោយសារចំណេះដឹងខាងផ្នែកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រឬក៏ប្រើប្រាស់បច្ចេកវិទ្យាហ្នឹងមានកម្រិតហើយជួនកាលកន្លែងខ្លះគាត់ប្រើធម្មតារកស៊ីប្រចាំថ្ងៃហ្នឹងគាត់ទៅស្រួលរបស់គាត់ហើយបាទតែដល់យើងដាក់ system ឲ្យគាត់ត្រូវជួលមនុស្សថែមក៏មានដែរបាទត្រូវជួលមនុស្សថែមអស់លុយថែមឬក៏បង់ប្រចាំខែប្រចាំអីទៀតគាត់ថាដូចអស់ច្រើនជាងមុនតែគាត់អត់បានមើលឃើញពីផលប្រយោជន៍រយៈពេលវែងទេគឺថ្ងៃក្រោយគាត់ចង់បរិចង់ឲ្យលឿនជាងមុនចង់ដកខ្លួនគាត់ចេញពីមុខរបរជីវកម្មប្រចាំថ្ងៃគាត់ធ្វើអត់ដែរព្រោះគាត់ត្រូវនៅប្រចាំនឹងរហូតព្រោះស្អីក៏គាត់លក់ក៏គាត់អតិជនបង់លុយក៏ត្រូវតែគាត់តែគ្នាគាត់ដែរបាទគាត់ចង់មានប្រព័ន្ធនៃគ្រប់គ្រងត្រឹមត្រូវធ្វើអត់កើតពីព្រោះយើងធ្វើរបៀបដោយដៃវាចង់ធ្វើចឹងបានតើរៀបជាប្រព័ន្ធមាន system មាន tracking ត្រឹមត្រូវបាទបន្ទាប់មកទៀតការដែលរក្សាព័ត៌មានឬក៏ការធ្វើការងារដោយដៃទាំងអស់ហ្នឹងគាត់អត់មានទិន្នន័យអីទេអញ្ចឹងបានពេលដែលគាត់ទៅជួបធនាគារឬក៏ទៅជួបខាងគ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងគេសួររកទិន្នន័យរបាយការណ៍អីធំត្រូវគាត់អត់មានអញ្ចឹងជាចំណោទមួយពិបាកសម្រាប់ខាងធនាគារខាងអីគាត់ធ្វើគេដាក់បន្ទុក credit scoring ហ្នឹងគេដាក់អត់ចេញវាអត់មានអីច្បាស់លាស់ហើយជាទៅខាងធនាគារគាត់លេខផ្លូវកាត់ដែរគាត់ថាគាត់អត់បើថាអត់មានរបាយការណ៍អស់ហ្នឹងទេគាត់សុំមើលរបាយការណ៍ bank statement រយៈពេល3ខែចុងក្រោយឬក៏1ខែចុងក្រោយចឹងវិញដើម្បីបើគាត់ពិតជាទំហំការងារអាជីវកម្មគាត់ហ្នឹងធំដុំមែនគាត់ជាមានលុយចេញចូលគ្រាន់បើ transaction មានច្រើនតែប៉ុណ្ណឹងគាត់អាចជាចំនួនមួយតែចុងក្រោយធនាគារនៅតែតម្រូវឲ្យអតិថិជនដែលស្នើសុំកម្ចីហ្នឹងដាក់ទ្រព្យបញ្ចាំដដែលត្រូវមានផ្ទះមានដីដាក់ចឹងបាទអញ្ចឹងដោយសារយើងអត់មានព័ត៌មានគ្រប់គ្រាន់សម្រាប់ឲ្យខាងធនាគារខាងស៊ឺក្រានគ្រឹះស្ថានហិរញ្ញវត្ថុហ្នឹងគាត់វិភាគបាទដើម្បីដឹងថាអាជីវកម្មមួយហ្នឹងគួរតែឲ្យខ្ចីបានប្រមាណហើយគួរអាចឲ្យបានអត់បាទអញ្ចឹងអានឹងជាចំណោទមួយដែរហើយមួយទៀតសម្រាប់សហគ្រាសហ្នឹងគាត់ក៏មានបញ្ហាជាមួយអតិថិជនគាត់ដែរបាទវាក៏អាចយឺតយ៉ាវក្នុងការបង់សងទូទាត់តំណែងរបស់គាត់ហ្នឹងពិបាកដោយសារគាត់អត់យកទៅកន្លែងខ្លះគាត់អត់ទាន់មានជាប្រព័ន្ធគ្រប់គ្រងឲ្យត្រឹមត្រូវគាត់ផ្ញើ invoice ទៅឲ្យគេបាទ pay តើគាត់មានជាផ្ញើ QR code ផ្ញើអីបើអ្នកខ្លះគេមានអាហ្នឹងអាចសងលឿនអ្នកខ្លះអត់ទេតម្រូវតើមកបង់គាត់តឬក៏បង់មុនសិនឬក៏យ៉ាងម៉េចបាទហើយបើសិនជាគាត់
មានQR code ឬក៏មាន account ធនាគារឲ្យគេបង់ហើយប៉ុន្តែដល់គាត់លក់ច្រើនពេកយើងបង់គាត់បាក់ track ថាវិក័យប័ត្រមួយណាបង់ហើយមិនទាន់ហើយសល់ប្រមាណខ្វះប្រមាណអត់មានពិបាកគ្រប់គ្រងអញ្ចឹងគាត់ឲ្យដៃអញ្ចឹងមានការពិបាកក្នុងការយើងទិញតតហ្នឹងបាទបើអញ្ចឹងយើងមើលឃើញពីកម្រិតរវាងសេវាហិរញ្ញវត្ថុបាទជាមួយនៅខាង SME បាទដោយសារការចាប់យកនៅបច្ចេកវិទ្យាហិរញ្ញវត្ថុហ្នឹងមានការយឺតយ៉ាវហ្នឹងបាទឬក៏ខ្វះខាតហ្នឹងដើម្បីអាចធ្វើហ្នឹងបានគឺយើងត្រូវនាំយកបច្ចេកវិទ្យាណាដែលមានលក្ខណៈងាយស្រួលសាមញ្ញដែលអាចឲ្យពួកគាត់អាចប្រើប្រាស់បានអញ្ចឹងយើងអាចចិត្តឬក៏ធ្វើឲ្យកម្រិតហ្នឹងរួមតូចជាងមុនបានបាទមានតែមធ្យោបាយហ្នឹងទេដើម្បីពន្លឿនរឿងហ្នឹងបាទអញ្ចឹងយើងចូលមកដល់ពាក្យថាបើត្រូវការឲ្យមានបច្ចេកវិទ្យាហិរញ្ញវត្ថុចូលមកជួយទៅដល់ខាង SME ឬខាងសហគ្រាសខ្នាតតូចខ្នាតមធ្យមរបស់យើងហ្នឹងសួរថាអានឹងស្អីគេទាំងអស់គ្នានិយាយរឿងបច្ចេកវិទ្យាហិរញ្ញវត្ថុឬក៏យើងហៅខ្លីជាភាសាអង់គ្លេសហៅ fintech ហ្នឹងស្អីគេខាងលោក Lee Hul គាត់បកស្រាយមួយយ៉ាងដែរហើយបាទបោះក្បាយជាងខ្ញុំផងអានេះខ្ញុំនិយាយដោយខ្លីសាមញ្ញមែនតើបាទ fintech ជាឧបករណ៍សម្រាប់ជួយបាទជាម៉ាស៊ីនបច្ចេកវិទ្យាមួយដែលជួយសម្រាប់ឲ្យយើងនឹងប្រើប្រាស់សេវាហិរញ្ញវត្ថុបានលឿនជាងមុនមិនថាយើងសម្រាប់យើងទៅខ្ចីបុលពីធនាគារមិនថាយើងសម្រាប់គ្រប់គ្រងរឿងហិរញ្ញវត្ថុក្នុងស្ថាប័នផ្ទាល់ខ្លួនរបស់យើងឬក៏ទាក់ទងនឹងការទិញដូរឬការទូទាត់ប្រាក់ឬការផ្ទេរលុយអីផ្សេងបើយើងធ្វើបច្ចេកវិទ្យាវាលឿនវារហ័សបាទជួយយើងបានច្រើនអញ្ចឹងខ្ញុំឧទាហរណ៍ខ្លីៗមួយចំនួន fintech ក្នុងស្រុកខ្មែរយើងបាទខាងលោកឌីហូលគាត់បង្ហាញនោះច្រើនមែនតើបាទតាមពិតមានច្រើនតែក្នុងនេះខ្ញុំលើកតែជាតួអង្គសំខាន់ដែលអស់លោកស្រីធ្លាប់ស្គាល់ធ្លាប់ឃើញហើយដែលយើងប្រើប្រចាំថ្ងៃជួនកាលយើងមិនទាំងដឹងថាអាហ្នឹងជាឧបករណ៍ឬក៏ជាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលយើងកំពុងប្រើផងបាទដែលនាំមុខគេខាង digital banking ខាងwallet អីហ្នឹងយើងមាន ABA យើងមាន Wing យើងមាន HiPay បាទទាំងអស់គ្នាធ្លាប់ឃើញធ្លាប់ឮហើយក៏ខាងប្រព័ន្ធគណនេយ្យក៏មានទូអង្គនៅស្រុកខ្មែរយើងមួយចំនួនដែរដែលបានមានផ្ដល់សេវាហ្នឹងខាងបញ្ជីខាង localize ហ្នឹងសម្រាប់ជា software ជា solution សម្រាប់ជួយឲ្យយើងក្នុងការគ្រប់គ្រងគណនេយ្យបាទខាងបញ្ជីស្នាមអីផ្សេងៗគាត់ត្រាហើយយើងក៏មានផ្នែកមួយទៀតដែរដែលមិនសូវជាមានអ្នកស្គាល់ភាគច្រើនអ្នកដែលស្គាល់គេថាជាស្ថាប័នហិរញ្ញវត្ថុឯងខាងធនាគារខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងមានខាងមរកតជាក្រុមហ៊ុនរបស់ខ្ញុំបាទផ្ទាល់ហើយនឹងខាង WeBank ដែលយើងផ្ដល់ជាដំណោះស្រាយ solution បច្ចេកវិទ្យាក្នុងការគ្រប់គ្រងសេវាធនាគារសេវាដាក់ខ្ចីសេវាបង់សងអីផ្សេងៗហ្នឹងបាទគឺយើងមានប្រព័ន្ធមួយសម្រាប់គ្រប់គ្រងការងារអស់ហ្នឹងអញ្ចឹងយើងមកមើលទៅនឹងគុណប្រយោជន៍របស់ខាង fintech បាទទីមួយគឺកាលណាយើងខាង SME យើងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុជួយឲ្យយើងក្នុងការទទួលបានហិរញ្ញប្បទានហ្នឹងបានលឿនជាងមុនមូលហេតុចម្បងដែលយើងអាចទទួលបានដោយសារយើងមានព័ត៌មានគ្រប់គ្រាន់ដោយសារយើងប្រើ system គ្រប់គ្រងចំណូលចំណាយរបស់យើងការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃរបស់យើងចុងខែយើងចំណេញប្រមាណខាតប្រមាណលុយក្នុងធនាគារយើងមានប្រមាណបាទប្រតិបត្តិការអស់ហ្នឹងយើងកត់ទុកក្នុងប្រព័ន្ធត្រឹមត្រូវហើយកាលណាយើងមានព័ត៌មានដិតដល់ក្រុមត្រឹមត្រូវនេះជួយឲ្យយើងបាទយើងឆាប់បានទទួលអនុម័តទាក់ទងនឹងកម្ចីរបស់យើងពេលយើងស្នើទៅកាន់ខាងធនាគារហ្នឹងបានលឿនបាទតមកទៀតគឺទាក់ទងនឹងប្រតិបត្តិការទាក់ទងនឹងការងារប្រចាំថ្ងៃរបស់យើងជាមួយអតិថិជនក៏ដោយការលក់ក៏ដោយឬក៏ការធ្វើអីផ្សេងៗក្នុងស្ថាប័នហ្នឹងក៏ល្អជាងមុនអញ្ចឹងមានសុខភាពច្រើនហើយចុងក្រោយគឺលំហូរសាច់ប្រាក់បាទព្រោះអាជីវកម្មភាគច្រើនយើងមានបញ្ហាធំជាងគេគឺរឿងលំហូរលុយកាក់ឯ cash flow បាទអញ្ចឹងដើម្បី cash flow trong cái dương lụa ai ván dương chân nào trên kia cứ ở tệ trốn cọ bong lùi mà dương cho cái khác sang tập ngày người ta pi khai toàn bong dương thòng và trong các bà hãy dương trâu trạch tiệt tháp bàn mà cho nuốt hốt to là miền bốc lực mà nè có specialize hàng receivable căn ta receivable coi check là tệ trốn nè bong mình toàn bán bong còn miền bốc lực trăm sẽ đặt rồi ta bởi dương miền system tập ở nó đều có trang system nó ở ta và cái giá bán mua này bán bong rồi là nào địa trốn thì ở tệ trốn mua này bong hay nó solve mảng hoặc mà dương miền chia data chia pol មានស្រាប់គ្រប់គ្រងបានបាទអញ្ចឹងបើសិនយើងអត់មានទេបើសិនជាស្ថាប័នខ្លះគាត់លក់ដូរច្រើនមាន transaction ច្រើនខ្ញុំជឿថាយើងពិបាកក្នុងការគ្រប់គ្រងអញ្ចឹងធ្វើឲ្យស្ទះដល់លំហូរសាច់ប្រាក់បាទតែដើម្បីធ្វើឲ្យការងារខាង fintech ឬក៏បច្ចេកវិទ្យាហិរញ្ញវត្ថុនេះដើរទៅមុខបានវាមិនមែនថាតួអង្គតែខាងអ្នក supplier ឬក៏អ្នកគ្រប់គ្រងដំណោះស្រាយខាងហ្នឹង
ម្នាក់ឯងទៅរួចទេវាទាមទារឲ្យមានការចូលរួមច្រើនដែរទីមួយខាងតួអង្គខាងធនាគារឬក៏គ្រឹះស្ថានវិក្រាមវត្ថុហ្នឹងក៏ត្រូវចូលរួមដែរបាទហើយខាងទូរគមនាគមន៍អាហ្នឹងយើងចោលបានដែរព្រោះពួកគាត់ជាអ្នក connect អា technology នឹងចូលគ្នាបាទព្រោះទូរស័ព្ទយើងដើម្បីយើងបង់លុយបានយើងផ្ទេរលុយបានតើមានអ៊ីនធឺណិតដែរបាទបើអត់មានអ៊ីនធឺណិតអាសេវាយើងអត់កើតទៀតយើងដឹងថាអត់អាចធ្វើការងារអីបានទេបាទហើយមកទៀតយើងក៏មានក្រុមហ៊ុន start up មួយចំនួនដែលនៅក្នុងស្រុកខ្មែរយើងផ្ដល់សេវាផ្ដល់ជា solution ទាក់ទងនឹងខាង fintech ហ្នឹងក៏ចូលរួមមួយគ្នាហើយក៏ចុងក្រោយខ្ញុំជឿថាដែលជាកត្តាលីករដែលសំខាន់គេគឺរដ្ឋាភិបាលជាអ្នកខាងរៀបចំគោលនយោបាយរៀបចំបរិយាកាសក្នុងការសំណក់សម្រួលខាង fintech ហ្នឹងឲ្យរីកដុះដាលទៅមុខបានលឿនហ្នឹងបាទអញ្ចឹងតកតទៅនឹងអនាគត fintech បាទយើងក្លែកមើលមកផ្លេតទៅបាទ fintech សប្តាហ៍ថ្ងៃវាជាប្រព័ន្ធនេះយើងអាចមានប្រព័ន្ធ accounting ប្រព័ន្ធគណនេយ្យប្រព័ន្ធខាងធនាគារប្រព័ន្ធអីផ្សេងវាជារបៀប system របៀប automation ដែលយើងទៅសេកូដយើងរៀបចំវាឲ្យមានលក្ខណៈស្វ័យប្រវត្តិកម្មហ្នឹងស្រាច់ជួយការងារយើងជាប្រចាំថ្ងៃក៏ប៉ុន្តែឈានមកដល់សម័យសប្តាហ៍ថ្ងៃនេះគឺសម័យបញ្ញាសិប្បនិម្មិតវាចូលសម័យមួយទៀតមកលៈទៀតបាទលេងត្រឹមតែស្វ័យប្រវត្តិកម្មគឺទៅជា autonomous បាទថាធ្វើដោយខ្លួនវាបាទអញ្ចឹងបញ្ញាសិប្បនិម្មិតនេះខ្ញុំគិតថានឹងធ្វើមានការផ្លាស់ប្រែច្រើនទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុបាទឧទាហរណ៍ដូចជាខាងផ្នែកគណនេយ្យពីដើមឡើយដើម្បីយើងអាចប្រើប្រព័ន្ធគណនេយ្យបានយើងត្រូវមាន accountant សម្រាប់ធ្វើការបញ្ចូលព័ត៌មានបញ្ចូល data ហ្នឹងចូលទៅក្នុងហ្នឹងពេលយើងមាន invoice ចូលមកយើងត្រូវបញ្ចូលទៅក្នុង system ហ្នឹងដើម្បី process record អស់ហ្នឹងចូលក្នុងប្រព័ន្ធបាទប៉ុន្តែចូលដល់ AI ការងារអស់ហ្នឹងលេងអង្គុយបញ្ចូលយើងហើយយើងអាចគ្រាន់តែ scan invoice ហ្នឹងមកយើង scan ម៉ាស៊ីន AI ចេះចាប់ថាហ្នឹងបកាយប័ត្រស្អីគេបកាយប័ត្រមកពីណាពីណីហើយចំនួនប្រមាណអីប្រមាណវាចេះខ្លួនវារហូតដល់ចុងក្រោយយើងអាចមានការវិភាគអីផ្សេងគឺ AI បញ្ញាសិប្បនិម្មិតហ្នឹងជួយវិភាគឲ្យបានបាទបើនិយាយរឿងខាងធនាគារវិញបាទពេលយើងដាក់ពាក្យសុំខ្ចីគ្រាន់តែយើងវាយឈ្មោះយើងចូលតែឈ្មោះនេះចំណូលយើងប៉ុណ្ណេះម៉ាស៊ីនអាចឆ្លើយបានភ្លាមថាបុគ្គលម្នាក់ហ្នឹងគួរតែឲ្យខ្ចីបានអត់បាទអាចមាន credit score ប្រមាណអីប្រមាណអាស្រ័យលើព័ត៌មានដែលយើងបញ្ចូលទៅក្នុងម៉ាស៊ីនហ្នឹងបាទអញ្ចឹង AI បញ្ញាសិប្បនិម្មិតជួយវិភាគបានកាលមុនអត់ទាន់អាចវិភាគអញ្ចឹងបានទេត្រង់តែមានខាងមន្ត្រីអន្តរជាតិគាត់ប្រមូលព័ត៌មានយើងបានហើយក៏មាន form score card យកទៅវិភាគឆ្លងមេគាត់ផងគណៈកម្មការអន្តរជាតិផងតម្រាំតែអាចសន្មតថាអតិជនមួយហ្នឹងគួរឲ្យខ្ចីបានអត់តែសម័យ AI នេះការងារអស់ហ្នឹងកាន់តែលឿនសឹងតែមួយប្រតិបត្តិយើងអាចដឹងបានថាបុគ្គលម្នាក់ហ្នឹងយើងគួរឲ្យខ្ចីបានឬក៏មិនបានបាទនេះជាអ្វីដែលខ្ញុំមើលឃើញពីអនាគតសម្រាប់ AI ក្នុងជួយក្នុងវិស័យ fintech ហ្នឹងបាទហើយយើងអាចនិយាយបានថានៅមានរឿងច្រើនទៀតទាក់ទងនឹងការdetect បាទ fraud ឬក៏រឿងសុវត្ថិភាពទាក់ទងនឹងហិរញ្ញវត្ថុហ្នឹងក៏យើងប្រាំមនុស្សយើងអាចធ្វើបានយើងអាចគ្រប់គ្រងបានក៏ប៉ុន្តែមិនទាន់ដល់កម្រិតស៊ីជម្រៅទេហើយយើងមាន AI ខាងបញ្ញាសិប្បនិម្មិតនេះជួយវាអាច detect អា pattern នឹងបានថា transaction ប្រភេទប៉ុណ្នេះចេញពីម្ដុំនេះមកវាអាចដឹងថាអ្នកហ្នឹងអាចមានការសង្ស័យអីយ៉ាងម៉េចយើងអាចជួយបានច្រើនបាទអញ្ចឹងនេះជាចិត្ត slide ចុងក្រោយរបស់ខ្ញុំហើយតែសម្រាប់ SME ខ្ញុំជឿថាយើងមិនទាន់យឺតពេលទេក្នុងការចាប់យកfintech ក្នុងអាជីវកម្មរបស់យើងអ្វីដែលយើងអាចធ្វើបានបាទទាំងអស់គ្នាគួរអ្នកណាដែលមិនទាន់មានប្រព័ន្ធគណនេយ្យអីអាចចាប់ផ្ដើមពិចារណាបានយើងចាប់ដើមដាក់ប្រព័ន្ធគណនេយ្យទាក់ទងការគ្រប់គ្រងការលក់ឬការបញ្ជាទិញរបស់យើងណាចាប់ដើមដាក់ប្រើបាទហើយក៏ complex ភ្ជាប់ជាមួយខាងធនាគារដែរបាទពីព្រោះកាលណាយើងមានប្រព័ន្ធមានត្រឹមត្រូវហើយថ្ងៃក្រោយអ្វីដែលសំខាន់សម្រាប់បម្រើអតិថិជនឬការទូទាត់ផ្សេងៗទាំងអស់នេះត្រូវមានគណនេយ្យធនាគារបាទ bank account មួយដែលយើងអាចបើកបានហើយរាល់ប្រតិបត្តិការទាំងអស់គឺអាចយើង access យើងអាចចូលមើលយើងអាចផ្ទេរបង់លុយអីតាម internet banking ឬក៏ mobile banking នឹងបានលុយលឿនបាទហើយខ្ញុំភ្ញាក់ផ្អើលដែរសម័យនៅមានអ្នកចេញខ្សែទៀតតែខ្ញុំថ្ងៃមុនមានអតិថិជនមួយហៅគ្នាខ្ញុំទៅយកខ្សែក៏ជិះឆ្ងាយនៅសញ្ញាខ្សែថាម៉ែនេះហើយនៅមានខ្សែទៀតហើយបើខ្សែនឹងមកខ្ញុំត្រូវគិតទៀតថាគាត់មាន balance account ហ្នឹងមិនអត់ទៀតអញ្ចឹងមានហានិភ័យខ្ញុំថាមិនក៏មិនគ្រាន់តែចូល internet banking វេមក plate មក approve ចូលប្លុកលឿនជាងហើយចាំឲ្យពួកខ្ញុំហ្នឹងទៅ
យកសែកហើយដើម្បីយកសែកបានតម្រូវឲ្យខ្ញុំនឹងសញ្ញេអស្អីលិខិតផ្ទៃសិទ្ធឲ្យបុគ្គលដែលជាបុគ្គលិកខ្ញុំហ្នឹងទៅយកសែកហើយសុំត្រាមួយទៀតស្មុកស្មាញបាទគេផ្ទេរតាមធនាគារបាញ់តាម QR code អស់ហើយគាត់